បងប្អូនលឺហ្មងណាមនសិការស្រុកស្អាងពលរដ្ឋល្អយុវជនរបស់យើងទទួលបានសាំង20លីត្របាទភេសជ្ជៈយ៉ូសចំនួន1កេសបាទហើយមិនថែមប៉ុណ្ណោះយើងទទួលបានអាហារូបករណ៍ចំនួន3នាក់ស្នាក់នៅហ្វ្រីណាបាទតាមរយៈប្អូនសម្បត្តិអញ្ចឹងអរគុណមែនតើបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំសម្បត្តិតំណាងថ្នាក់ដឹកនាំក៏ដូចជាក្នុងនាមជាប្រជាពលរដ្ឋមួយរូបបានឃើញពីគំរូដ៏ល្អរបស់បងប្អូនយុវជននៅវិទ្យាល័យស្អាងដែលនៅក្នុងថ្នាក់មនសិការប្រល្អបាទឃើញថាមានការដាំផ្កាជាច្រើនឡើងស្អាតនៅតាមមាត់ទលេបាសាក់យើងហើយនៅក្នុងនោះសូមជំរាបជូនថាដោយមើលឃើញពីការពេញចិត្តក៏ដូចជាចង់ចូលរួមលើកទឹកចិត្តទៅដល់បងប្អូនខ្ញុំបាទថ្ងៃនេះឆ្លៀតពេលដើម្បីអញ្ជើញមកនាំយកយ៉ូសដែលជាផលិតផលក្នុងស្រុកបាទផលិតផលដែលមានស្តង់ដារសង្ហបុរីជូនដើម្បីឲ្យបងប្អូនទុកភាសាដើម្បីកាត់បន្ថយការនឿយហត់ហើយនៅក្នុងនោះក៏យើងមានការខ្ញុំបាទនឹងចូលរួមឧបត្ថម្ភបន្ថែមទៀតដោយមើលឃើញពីដំណើរការដែលបងប្អូនធ្វើនេះនៅសល់រយៈពេល7ខែទៀតអញ្ចឹងខ្ញុំបានចូលរួមឧបត្ថម្ភជាសាំង20លីត្រដើម្បីជូនទៅដល់បងប្អូនដើម្បីដំណើរការនៅក្នុងកិច្ចការងារនេះដែលខ្ញុំជូននៅបងប្អូនអាចអញ្ជើញទៅចាក់បាននៅកន្លែងសាំង Peace យើងបាទនៅចិត្តវិទ្យាល័យស្អាងនេះបាទអញ្ចឹងពេលដែលបងប្អូនអញ្ជើញទៅដល់គឺក្រុមការងារនឹងរៀបចំជូនណាប្រាប់ថាជាក្រុមការងារមនសិការពលរដ្ឋល្អហ្នឹងហើយថតមកប៉ុស្តិ៍មកគាត់ឃើញហើយអូខេអញ្ចឹងជាចុងក្រោយនោះគឺសូមជំរាបជូនថាសម្រាប់បងប្អូននិស្សិតដែលត្រៀមជានិស្សិតដែលត្រូវត្រៀមបន្តការសិក្សានៅរាជធានីភ្នំពេញខ្ញុំបាទនឹងចូលរួមផ្ដល់ជាអាហារូបករណ៍ជាការស្នាក់នៅសម្រាប់អ្នកខេត្តកណ្ដាលអ្នកស្រុកស្អាងយើងនេះចំនួន3រូបដោយមិនគិតថ្លៃរយៈពេល1ឆ្នាំពេញតែម្ដងហើយអញ្ចឹងបងប្អូនដែលមានបំណងអញ្ជើញទៅរៀនបន្តនៅរាជធានីភ្នំពេញជាពិសេសអ្នកដែលចង់រៀនពេទ្យទាហានហើយក៏ដូចជារៀននៅសាកលវិទ្យាល័យ Belchi ព្រោះដោយសារទីតាំងអគារខ្ញុំនេះនៅចិត្តនងបាទប៉ុន្តែបងប្អូនរៀននៅសាកលវិទ្យាល័យផ្សេងក៏ដូចគ្នាដែរអាចទៅស្នាក់នឹងបានដូចគ្នាណាគឺផ្ដល់អាហារូបករណ៍3នាក់ដំបូងអញ្ចឹងសូមតាក់ទងទៅក្រុមការងារចាំខ្ញុំឲ្យបងជួយ note លេខទូរស័ព្ទនៅក្នុងវីដេអូហ្នឹងដើម្បីឲ្យបងប្អូនដែលជាពិសេសហ្នឹងចង់ផ្ដល់អត្ថប្រយោជន៍បងប្អូនដែលជីវភាពខ្សត់ខ្សោយបងប្អូនដែលមានជីវភាពល្អក៏អាចទៅនៅនឹងបានដូចគ្នាដែរប៉ុន្តែអាចសាកសួរព័ត៌មានតាមបងប្អូនក្រុមការងារខ្ញុំបាទតែចង់ផ្ដល់អត្ថប្រយោជន៍នេះចង់ដល់បងប្អូនដែលខ្វះខាតដើម្បីយើងរួមគ្នាជួយគ្នាណាបាទហើយសម្រាប់បងប្អូនដែលមានជីវភាពល្អហើយចង់ទៅស្នាក់នៅរួមគ្នានៅក្នុងអគារនិស្សិតរបស់ខ្ញុំនេះក៏អាចអញ្ជើញតាក់ទងទៅក្រុមការងារខ្ញុំបានដែរប៉ុន្តែដោយសារបន្ទប់យើងក៏អត់មានច្រើនដែរមានដូចជា12ទេអញ្ចឹងហើយខ្ញុំផ្ដល់អាហារូបករណ៍10នាក់នេះដោយសារខ្ញុំផ្ដល់ជូនខេត្តប្រជាមានជ័យបាត់ដំបងព្រៃវែងហើយឥឡូវនេះខេត្តស្អាងយើងនៅស្រុកស្អាងយើងខេត្តកណ្ដាលបាទអញ្ចឹងសង្ឃឹមថាយុវជនដែលស្នាក់នៅអគារនិស្សិតនេះនឹងជាយុវជនដែលល្អរួមគ្នាបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទមានជាការអរគុណបាទទៅដល់បងប្អូនទាំងអស់គ្នាដែលរួមគ្នាក្នុងការចូលរួមការឆ្លាញ់បរិស្ថានចូលរួមកិច្ចការងារសង្គមដោយស្ម័គ្រចិត្តហើយសង្ឃឹមថាសកម្មភាពនេះនឹងជះសាយភាវទៅដល់ Gen Z ក៏ដូចជាយុវជនយើងទាំងអស់គ្នាឲ្យបានចូលរួមអភិវឌ្ឍមូលដ្ឋានដោយចាប់ផ្ដើមពីយើងទាំងអស់គ្នាអញ្ចឹងជាការអរគុណហើយនឹងជាការសនំពរទៅដល់ពុកម៉ែបងប្អូនសូមរួមគ្នាគ្រប់គ្រងទៅដល់យុវជនយើងជាសារលើកទឹកចិត្តឬក៏ដោយជាការ share ផ្សព្វផ្សាយទៅដល់វីរភាពល្អរបស់គាត់នេះដើម្បីឲ្យគាត់មានកម្លាំងចិត្តនៅក្នុងការចូលរួមកិច្ចការងារសង្គមយកមកជូនលើកទឹកចិត្តតាមរយៈបងជូនខ្ញុំប្រាប់សាមិញណាដើម្បីជូនមួយហើយចង់ដឹងពាក់ព័ន្ធជាមួយនឹងតើបច្ចុប្បន្ននេះយើងផែនការរបស់យើងនេះបានដល់ណាហើយបើចង់ទៅមើលបន្តិចឥឡូវនេះយើងមានការអីខ្លះហើយអូខេបងមកអញ្ចឹងណាគេប្រធានក្រុមជួយណែនាំបន្តិចមកអូខេមកអូខេសួរបងបាទជំរាបសួរស្បែងនៅទីតាំងកម្រងយើងឥឡូវថ្ងៃនេះមានការពិសេសបងគឺមានការដកខំហើយការបែបបងរីកនេះថ្ងៃការពីពួយខាងនោះយើងមានដកខំពីពួយហើយនឹងការរំយោលអូខេអេចង់ចុះផ្ទាល់ចឹងបានទេបានដើរតាមហ្នឹងឬម្លងតាមនេះបានម្លងក៏បានដែរអូខេម្លងលឿនណាអូខេមកអានេះគេហៅផ្កាអីដែរគេហៅផ្កាអូខេមកឥឡូវនេះចឹងខ្ញុំចូលរួមវីដេអូមួយគ្នាយើងតិចណាចឹងបើខ្វះខាតអីជួយណែនាំផងណាមកបងមកជើញមួយគ្នាអូខេមកម្លងមកអូខេមកអូខេមកគ្នាយើងមកយើងច្រើនតិចមកហ្នឹងហើយថ្ងៃនេះកម្មវិធីពិសេសរបស់គ្នាយើងទេចឹងខ្ញុំមកអូខេមកអូខេមក
ចុះពេលដែលពួកយើងមកធ្វើអញ្ចឹងតើប៉ះពាល់ដល់ម៉ោងសិក្សាទេ បាទជំរាបបងពួកខ្ញុំអត់ប៉ះពាល់ទេបងដោយសារ អានេះជាកម្មវិធីមួយរបស់វគ្គសិក្សាយើងដែរ បាទជាសិក្សារបស់យើងដែរ អូខេបាទ នៅពេលដែលពួកយើងអនុវត្តគម្រោងនេះ មកយកមកទាំងអស់គ្នាមកភាសាសិនណាយើងបាទមកយកមកទាំងអស់បងមកភាសាយកសិនហ្នឹងហើយភាសាតិចសិនមកនេះអាចធ្លាប់ស្គាល់ទេផលិតផលយកនេះ ស្គាល់បង អូខេចាំមើលខ្ញុំអាចចាំមើលខ្ញុំដឹងពីផែនការគ្នាយើងតិចតើគម្រោងនេះយើងត្រូវដំណើរការរយៈពេលប៉ុន្មានខែដែរ បាទគម្រោងនេះយើងត្រូវរយៈដំណើរការរយៈពេលស្រុកគឺ3ខែ 3ខែចុះមកដល់ឥឡូវនេះយើងបានប៉ុន្មានខែដែរ បាទយើងបានអនុវត្ត2ខែហើយ 2ខែចុះនៅសល់1ខែទៀត បាទ អញ្ចឹងក្នុង1ខែនេះបើយើងគិតទៅក្រុមការងារយើងត្រូវមកប្រហែលថ្ងៃដែរ ពួកយើងមួយអាទិត្យបើតាមផែនការសកម្មភាពមួយអាទិត្យ3ដងបងយើង មួយ មក អាទិត្យ3ដងអូខេ ដោយសារមានការគ្រប់គ្រងពីបងប្អូនជាច្រើនអញ្ចឹងពួកខ្ញុំនឹងមានផែនការបន្តទៀតគឺដើមផ្កានៅក្រោមដើមឈើធំៗនេះបងបាទ បាទចុះមកដល់ពេលបច្ចុប្បន្ននេះតើអាជ្ញាធរយើងនៅក្នុងសហគមន៍នេះគាត់មានបានជួយមកចូលរួមចុះសកម្មភាពបងប្អូនផ្ទាល់ទេ បាទលោកពូមេភូមិគាត់មកជួយជាកម្លាំងយើងច្រើនណាស់ បាទខាងរដ្ឋបាលស្រុកគាត់បានឧបត្ថម្ភធនសម្រាប់ដល់ពួកយើងសម្រាប់ដាក់សម្រាប់ដោយសារពីមុនកន្លែងនេះគេចោលសម្រាប់បងអញ្ចឹងពេលយើងសម្អាតទៅយើងមានធនសម្រាប់គាត់ចោលវិញដែរបង អញ្ចឹងកុំភ្លេចរូបភាព now before បាទ ហ្នឹងហើយមានន័យថាទស្សនវិជ្ជាដែលពេលដែលយើងមុនពេលយើងកសាងហើយរហូតដល់យើងបានមានផ្កាមានអីផ្សេងទៀតឲ្យសាធារណជនគាត់បានកលេចមើលឃើញណាហើយទីមួយខ្ញុំថ្ងៃនេះខ្ញុំមកមានសប្បាយចិត្តនៅពេលដែលឃើញយុវជនយើងនៅក្នុងមូលដ្ឋានសុខស្អាតនេះចាប់ផ្ដើមដោយសារជាក់ស្ដែងទៅខ្ញុំពងតែជំរុញសកម្មភាពនៅខាងក្រាំងយើឲ្យនៅនោះមានវិទ្យាល័យមួយដែរបងបានដឹងហើយបាទហើយខ្ញុំគិតថារូបភាពនេះចាំមើលខ្ញុំនឹងយកទៅផ្សព្វផ្សាយនៅខាងក្រាំងយើដើម្បីឲ្យមើលឃើញពីគំរូល្អយុវជនយើងដែលយើងអាចអភិវឌ្ឍធ្វើបានដោយកន្លងមកនេះយើងមានន័យថាបាច់ចាំបាច់ដល់តាមានថវិកាថាធ្វើទៅបានអីធ្វើទៅបានអីហ្នឹងហើយពាក្យយើងហ្នឹងជាពាក្យដែលអវិជ្ជមានអត់ឲ្យសង្គមយើងរីកចម្រើនទេតែអ្វីក៏ដោយគឺចាប់ផ្ដើមពីយើងខ្លួនឯងសិននេះដូចបងប្អូនធ្វើចាប់ពីថ្ងៃទី1រហូតមកដល់រយៈពេល2ខែរហូតមកដល់គេស្គាល់ប៉ុណ្នេះគឺដោយសារចាប់ផ្ដើមការដំបូងបើយើងអត់ចាប់ផ្ដើមពេលដំបូងទេគឺយើងអត់មានការគ្រប់គ្រងទេអញ្ចឹងជឿជាក់ថាទៅមុខទៅឱកាសផ្សេងខ្ញុំជឿជាក់ថាបងប្អូននឹងមានឱកាសជាងគេហើយជាក់ស្ដែងទៅអ្នកដែលចង់ហាត់ការងារនៅក្រុមហ៊ុន Jos អូខេខ្ញុំអាចផ្ដល់ឱកាសឲ្យបាទអូខេហ្នឹងក្រុមហ៊ុនធំហើយនៅក្នុងនោះដូចជាបងអូនប្រាប់ថាក្នុងមួយអាទិត្យយើងត្រូវ3ថ្ងៃបាទហើយក្នុង3ថ្ងៃហ្នឹងតើយើងមានក្រុមការងារសកម្មប្រហែលក្រុមការងារសកម្មយើងទាំងអស់មាន10នាក់10នាក់អូខេអញ្ចឹងមានន័យថាឥឡូវនេះយើងនៅសល់បើគិតទៅនៅសល់ប្រហែលសប្តាហ៍ទៀតបានយើងបញ្ចប់គម្រោងនេះនៅសល់4សប្តាហ៍4សប្តាហ៍វាស្មើនឹង12ថ្ងៃទៀត12ថ្ងៃទៀត12ថ្ងៃអូខេនៅសល់12ថ្ងៃទៀតអូខេអញ្ចឹងចុះបច្ចុប្បន្ននេះតើរយៈពេល2ខែនេះយើងទទួលបានអីខ្លះដែរបាទវឌ្ឍនភាពរបស់យើងតាំងពីចាប់ផ្ដើមដល់ឥឡូវមកអញ្ជើញមួយគ្នាទីមកអូខេនៅកន្លែងនេះពីមុនជាកន្លែងដែលបាត់ឋានអត់ស្អាតបងជាកន្លែងដែលបោះចោលសម្រាមញ៉ៃបាទមានការដុតសម្រាមដុតអីនៅកន្លែងហ្នឹងដែរអញ្ចឹងជំហានទី1របស់ពួកខ្ញុំគឺបានរៀបចំសម្អាតសម្រាមទីនេះស្អាតបាទហើយរៀបចំស្អាតសម្រាមស្អាតហើយពួកយើងបានរៀបចំសួនច្បារខាងនេះមុនពួកយើងចាប់ផ្ដើមតាំងពីការរៀបអត់បាទយើងលើកដីមកចាក់បាទលើកដីចាក់ហើយពួកយើងបានដាំផ្កាទាំងអស់នេះហើយយើងបានរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចផ្ការបស់យើងហើយក៏យើងបានចាប់ផ្ដើមអនុវត្តទៅខាងនោះដូចគ្នាពីកន្លែងដែលមានសម្រាមចាប់ផ្ដើមរៀបជាអត់ហើយយើងដាក់ដីចូលសម្រាប់ដាំផ្ការបស់យើងអូខេអញ្ចឹងតិចទៀតទៅនៅនេះខ្ញុំអាចបង្កើតកម្មវិធីរត់បានទេណាហ្នឹងហើយចាំមើលតិចទៀតចង់បង្កើតកម្មវិធីរត់ដំបូងថារៀបចំនៅក្រាំងយើឥឡូវចាំមើលដាំផ្កាច្រើនអាចរត់ពីស្អាងទៅដល់ក្រាំងយើក៏បានព្រោះយើងមាន team ហ្នឹងហើយមាន team ខ្ញុំរៀបចំកម្មវិធីរត់មួយ10គីឡូ15គីឡូអញ្ចឹងទៅហ្នឹងហើយពួកបងជីងបើដូចឡើងគីឡូច្រើនណាហ្នឹងហើយបងដូចជាអត់សូវបានចូលរួមកីឡាដែរតែបង្កើតកម្មវិធីដើម្បីយុវជនយើងចូលរួមបរិស្ថានសង្គមបាទរួមគ្នាហ្នឹងហើយអូខេមើលរីនដល់សុំខ្ចីម្ដងមកយកយើងខ្ចីសិនទេហ្នឹងហើយខ្ចីម្ដងសិនអូខេមកអូនយកម្ដងទៀតមកហើយចាំយើងឈៀមួយគ្នាមួយមកបងជុលហើយបងយកម្ដងដែរមកហ្នឹងហើយមានទាំងអស់គ្នាណាហ្នឹងមកយកឲ្យបងម្ដងមកហ្នឹងហើយនេះរៀនចាំមកឆ្លងមកនេះមកយើងថតបានទស្សនវិជ្ជាផ្កាណាហ្នឹងហើយ
មកយើងជើញជុំគ្នាមកប៉ោះសិនមកអញ្ចឹងមកជើញជុំគ្នាមកប៉ោះសិនមកបងជើញជុំគ្នាមកប៉ោះហើយទីចាំថតវីដេអូ full មួយបាទទីមានជ័យសសយកខេត្តបន្ទាយមានជ័យចុះពីពួកយើងតែពួកយើងមានជាក្រុម unique អីមួយដែលតំណាងឲ្យស្រុកស្អាងយើងដែលចាប់ផ្ដើមពីសកម្មភាពនេះមនសិការពលរដ្ឋល្អនៃវិទ្យាល័យសំស្អាងដែលបានអនុវត្តក្រោមគម្រោងកម្ពុជាក្នុងម្ដងខ្ញុំក្រោមប្រធានបទផ្ការីក្នុងសហគមន៍អូខេអញ្ចឹងអានេះដូចជាវែងពេកឥឡូវនេះអាចអូខេឥឡូវនេះសុំវីដេអូហ្មងដើម្បីឲ្យបងអាចផ្សព្វផ្សាយបានអញ្ចឹងណាដើម្បីយើងទីមួយណែនាំខ្លួនបន្តិចហើយបងប្អូនអាចណែនាំទៅតាមបទបង្ហាញដែលបងប្អូនបានលើកឡើងនេះបាទអញ្ចឹងហើយយើងអាចយកវីដេអូនឹងផ្សព្វផ្សាយអញ្ចឹងបងប្អូនដែលគាត់ចង់អញ្ជើញមកលេងក៏គាត់អាចអញ្ជើញមកយើងធ្វើវីដេអូមួយដែលអាចប្រាប់គាត់បានតែម្ដងណាអូខេតោះបងអូខេនៅអូខេបាទសូមជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទាល់ខ្ញុំឈិនពេឆុងសប្តាហ៍អញ្ជើញចុះមកមួយថានេះដោយសារមើលឃើញតាមរយៈការផ្សព្វផ្សាយរបស់បងប្អូនក្រុមការងារថ្នាក់មនសិការពលរដ្ឋល្អប្រចាំវិទ្យាល័យស្រុកស្អាងរបស់អ្នកស្រុកស្អាងយើងហើយឃើញថាពុកម៉ែបងប្អូនបានឃើញថានេះផ្កាដែលនៅមកជួរនេះសិតតែជាស្នាដៃរបស់បងប្អូនដែលព្រួយផ្ដើមគំនិតក្នុងការធ្វើហើយក្នុងហ្នឹងមានការគ្រប់គ្រងពីដូចជាអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋយើងមានការចាប់អារម្មណ៍ច្រើនមែនតើហើយខ្ញុំបាទអ្នកភ្នំពេញក៏មានការចាប់អារម្មណ៍អញ្ជើញមកដល់ផ្ទាល់តែម្ដងហើយដើម្បីជាកិច្ចលើកទឹកចិត្តដល់បងប្អូនដើម្បីបន្តសកម្មភាពនឹងរួមគ្នាក្នុងការស្រឡាញ់បរិស្ថានស្រឡាញ់អនាម័យទាំងអស់គ្នាខ្ញុំបាននាំយកជាផលិតផលយសដើម្បីជាការលើកទឹកចិត្តហើយក្នុងហ្នឹងតិចទៀតបងប្អូនដែលដើម្បីជាកិច្ចលើកទឹកចិត្តនឹងខ្ញុំនឹងឧបត្ថម្ភជាការធ្វើដំណើរជាសាំងណាជាសាំងដើម្បីឲ្យបងប្អូនបន្តរយៈពេល1ខែនេះណាអូខេអញ្ចឹងនៅក្នុងហ្នឹងសង្ឃឹមថាចលនារបស់បងប្អូនហ្នឹងនឹងបន្តឲ្យមាននិរន្តរ៍ហើយផុតពីជំនាន់បងប្អូនទៅឲ្យមានយុវជនយើងនៅស្អាងយើងនេះបន្តទៀតព្រោះតលេនៅតាមស្រុកស្អាងយើងធំណាបងប្អូនអ្នកស្រុកហ្នឹងស្រាប់អញ្ចឹងសម្រាប់ខ្ញុំអត់ទេខ្ញុំអ្នកស្រុកសមុទ្រហ្នឹងហើយចាំមើលថ្ងៃណាមានពេលចាំអញ្ជើញទៅសមុទ្រណាប៉ុន្តែគឺចាប់ផ្ដើមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើងដល់តែយើងរួមគ្នាគិតរួមគ្នាធ្វើរួមគ្នាសហការរួមគ្នាទទួលខុសត្រូវបានយើងអាចធ្វើឲ្យសង្គមជាតិយើងមានការរីកចម្រើនបានណាបាទអញ្ចឹងហើយសង្ឃឹមថាក្នុងនាមខ្ញុំជា Gen Z ហើយបងប្អូនជា Gen មានថាជា Gen Z ណាហើយសង្ឃឹមថាយើងធ្វើឲ្យ Gen Y ធ្វើឲ្យ Gen Y មានមោទនភាពណាហ្នឹងហើយព្រោះ Gen Y គាត់ខំប្រឹងដើម្បីឲ្យ Gen Z យើងខំប្រឹងបានរៀនសូត្រពងពោះទិញសម្ភារៈល្អគាត់ខំប្រឹងណាជួនកាលមានបាយតែមួយចាននេះក៏សុខចិត្តឲ្យ Gen Z យើងញ៉ាំដែរណាអញ្ចឹងទឹកចិត្តមានថា Gen Y នេះចង់បញ្ជាក់សម្ដែងទៅលើឪពុកម្ដាយគ្រូបរិញ្ញាអាណាព្យាបាលរៀមច្បងយើងដែលគាត់ខំប្រឹងលះបង់ណាអញ្ចឹងសង្ឃឹមថាបងប្អូនខ្ញុំផ្ទាល់ដូចគ្នាឲ្យតែមើលឃើញពីបងប្អូនក្រុមការងារទាំងអស់ដែលមាននៅក្នុងមូលដ្ឋានផ្សេងនៅក្នុងរាជាណាចក្រកម្ពុជាយើងឲ្យតែរួមគ្នាធ្វើឲ្យតែខ្ញុំបានឃើញខ្ញុំនឹងចូលរួមលើកទឹកចិត្តជាការ share ផ្សព្វផ្សាយហើយមានឱកាសអញ្ចឹងមកជួបផ្ទាល់ចឹងណាហើយសង្ឃឹមថាវីដេអូនេះនឹងទុក100ឆ្នាំជាមួយគ្នាណាខ្ញុំក៏ផ្សព្វផ្សាយដែរណាអូខេហើយសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នាជាការសនំពោយើងរួមគ្នាលើកទឹកចិត្តយុវជនដែលគាត់ចូលរួមស្រឡាញ់បរិស្ថានចូលរួមជួយការងារសង្គមសូមកុំប្រើភាសាអវិជ្ជមានដើម្បីបង្អាក់ទឹកចិត្តពួកគាត់ជឿជាក់ថាការងារស្ម័គ្រចិត្តទាំងអស់នេះសិតតែប្រកបដោយឆន្ទៈភាពទំនួលខុសត្រូវស្មារតីការរួបរวมគ្នាអញ្ចឹងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសប្បាយរីករាយមែនតើសង្ឃឹមថាបងប្អូនយើងនឹងចូលរួមបន្តទៀតហើយកុំភ្លេចមាន page ឯគ្នាយើងមានកុំភ្លេច follow page មនសិការពលរដ្ឋល្អបាទអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចណាតិចទៀតអ្នកស្រុកស្អាងយើងនឹងមានធ្វើឲ្យមានការស្គាល់កាន់តែច្រើនព្រោះអ្នកស្រុកស្អាង20% ដែលយើងផ្គប់ផ្គង់ជាប្រភេទបន្លែជូនទៅដល់ទីផ្សារភ្នំពេញណា20%គ្រាន់តែស្រុកស្អាងយើងមួយទេហ្នឹងអញ្ចឹងមានន័យថាយើងឲ្យដឹងថាស្រុកយើងមានសក្តានុពលអីបាទអញ្ចឹងទៅមុខទៅដល់ពេលមានផ្កាស្អាតល្ងាចឡើងអាចបង្កើតជាផ្សាររាត្រីណាឲ្យបងប្អូនយើងពីមុនទៅគាត់ដើរហាត់ប្រាណគាត់ជួនកាលគាត់ stress គាត់អីពិបាកអញ្ចឹងយើងមានបរិយាកាសទឹកមានបន្លែធម្មជាតិទី1យើងអាចជួយកសិករយើងបានបាទទី2យើងអាចជួយឲ្យផ្លាស់ប្ដូរពីកន្លែងដែលយើងមានសម្រាមឲ្យពួកគាត់មកហាត់ប្រាណជុំគ្នាទៅទីប្រជុំជននៅពេលដែលមានចរន្តមនុស្សដើរឆ្លងកាត់ធ្វើឲ្យអាជីវករកសិករគាត់បានមានថាកសិករគាត់ដាំដុះលក់ឲ្យអាជីវករគាត់លក់ឲ្យខាងអ្នកប្រើប្រាស់បាទអញ្ចឹងហើយពួកយើងទាំងអស់គ្នាមានកាតព្វកិច្ចបាទក្រោយពីចប់ឥឡូវនេះខ្ញុំពិតជាមានតែពាក្យមួយថា
គោរពស្រឡាញ់ហើយនឹងពេញចិត្តស្នាដៃរបស់បងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាយើងរួមគ្នាណាហ្នឹងហើយរួមគ្នាហើយកុំភ្លេចអរគុណទៅបងនេះដែលពួកគាត់ជួយផ្សព្វផ្សាយបាទខ្ញុំមើលឃើញណាហ្នឹងហើយហើយអញ្ចឹងកុំបោះបង់សម័យឥឡូវនេះចោលអីបានតែអាចចោលមេឌៀបានទេអាចចោលការផ្សព្វផ្សាយបានទេយើងធ្វើ10ដងក៏ដោយប៉ុន្តែបើយើងមិនបានផ្សព្វផ្សាយម្ដងចាញ់អ្នកដែលធ្វើម្ដងផ្សព្វផ្សាយម្ដងទេព្រោះឥឡូវនេះមនុស្សកាន់ទូរស័ព្ទច្រើនកាន់មើលតាមប្រព័ន្ធផ្សព្វផ្សាយច្រើនអ្នកនៅសហរដ្ឋក៏គាត់អាចមើលឃើញតាមរយៈខាងបងប្អូនដែរជួនកាសខ្ញុំចង់ដាំផ្កាកាឡាអញ្ចឹងគាត់ផ្ញើផ្កាមកពីសហរដ្ឋអីហ្នឹងជួនកាលមានពូជល្អអីហ្នឹងតាមរយៈការបងប្អូនហ្នឹងហើយបាទអញ្ចឹងហើយសង្ឃឹមថាទៅមុខទៀតយើងនឹងមានសកម្មភាពផ្សេងៗទៅមុខទៀតមិនមែនមានតែប៉ុណ្្នឹងទេជួនកាលទៅថ្នាក់ដឹកនាំមើលឃើញពីវិរៈភាពក៏ដូចជាសព្វនភាពការខិតខំប្រឹងប្រែងគាត់អាចរៀបចំកន្លែងនេះទៅជាសួនអញ្ចឹងស្អាងយើងផ្លាស់ប្ដូរមុខមាត់ហើយបាទមិនបាច់ចាំបាច់ជិះទៅលេងកោះនរាយទេណាហ្នឹងហើយមកលេងតែស្អាងមកលេងស្អាងមកលេងស្អាងញ៉ាំដូងស្អាងណាញ៉ាំភោគផលកសិផលរបស់អ្នកស្អាងហើយក្មួយសិតតែមានឪពុកម្ដាយជាអ្នកកសិករទេអូខេហ្នឹងហើយម្ដាយខ្ញុំក៏កសិករហ្នឹងហើយដាំដលងដាំពោតនៅបាត់ដំបងហ្នឹងហើយប៉ុន្តែយើងនៅស្រុកតលេនេះដាំបន្លែដាំអីបាទចឹងជឿជាក់ថាទៅមុខទៅបងប្អូនជាធនធានដែលល្អណាអាចជាមកឃុំមានអ្នកផ្សព្វផ្សាយមួយកុំឲ្យប្រជាពលរដ្ឋយើងខ្វះទីផ្សារដឹងថាទាញទូរស័ព្ទមកបង្ហោះពឹបជួនកាលខាង market នៅខាងជីកមុងឬក៏អីគាត់ឃើញគាត់ជួយមកទិញណាឃើញបងមេឃុំកោះខែលបានស្គាល់ទេបាទឃើញទេគាត់រកទីផ្សារលហុងឲ្យការជាកសិករយើងតាមពីឆ្នាំទៅឃើញទេបាទអញ្ចឹងហើយអាចរៀនសូត្របានណាហើយយើងផ្សព្វផ្សាយកុំឲ្យមានន័យថាជួយកសិករហើយយើងជួយខ្លួនឯងទៀតនៅពេលដែលជួនកាលទៅកសិករគាត់មានស្នាមអញ្ចឹងជួនកាលបងអូនទៅញ៉ាំលហុងគាត់អត់យកលុយជួយខ្លួនឯងទៀតណាខ្ញុំដូចគ្នាដែរតាមពីមុនអៀនកាមេរ៉ាដល់ពេលឥឡូវឃើញកាមេរ៉ារត់ទៅឲ្យតែឃើញរត់ចូលឥឡូវនេះសូម្បីតែយសក្រុមហ៊ុនដែលផលិតក្នុងស្រុកនេះក៏គាត់ចូលរួមសកម្មភាពមួយខ្ញុំមិនថាការងារសប្បុរសធម៌សកម្មភាពសង្គមបរិស្ថានចូលរួមច្រើនហើយតាមរយៈក្រុមគ្រួសារបងពាក់មីហ្នឹងក៏ចូលរួមកាលពីខែកន្លងមុននេះខ្ញុំបានអញ្ជើញទៅព្រំដែនជួបបរិយាកងទ័ពយើងហើយចង់ណែនាំបន្តិចថាខ្ញុំមានក្រុមការងារមួយជាក្រុមការងារ W Warrior ដែលជាអ្នកគ្រប់គ្រងវិសាខាយើងអញ្ចឹងបងប្អូនដែលជាអ្នកស្រឡាញ់ចូលចិត្តកីឡាបាល់ទាត់ពេលដែលឡើងទៅទី12ចប់ចូលទៅរៀនសាកលគឺបងប្អូនអាចអញ្ជើញទៅបានណាផ្ដល់សបុតមួយឆ្នាំពេញឲ្យចូលរួមដោយសេរីណាហើយនឹងផ្ដល់ឯកសណ្ឋាន W Warrior ផ្លូវការហ្នឹងចេញខែ8ហ្នឹងនឹងឧបត្ថម្ភជូនណានៅពេលដែលមានអ្នកមានវត្តមានហើយកាមេរ៉ាក៏មានដែរណាខ្លាចណាហ្នឹងហើយព្រោះតែអត់មានកាមេរ៉ាយើងអត់មានអ្នកផ្សព្វផ្សាយទេអញ្ចឹងអំពើល្អយើងជាច្រើនបានកប់ចូលក្នុងសង្គមអស់ហើយអញ្ចឹងឲ្យតែមានអំពើល្អផ្សព្វផ្សាយទៅអត់ខុសកុំឲ្យមានពាក្យអវិជ្ជមានលើកឡើងថាធ្វើដើម្បីអីអត់មានបានលុយផងអត់ទេយើងគិតអញ្ចឹងគឺអត់ត្រូវទេណាខ្ញុំផ្ទាល់ហ្នឹងការងារស្ម័គ្រចិត្តសឹងទាំងអស់បាទចុះមកថ្ងៃនេះក៏ការងារស្ម័គ្រចិត្តដែរណាយើងសិតតែចំណាយសិតតែអីប៉ុន្តែយើងចង់ផ្លាស់ប្ដូរសង្គមយើងណាអញ្ចឹងជឿថា Gen Z យើងនឹងធ្វើឲ្យ Gen Y មានមោទនភាពណាហ្នឹងហើយកុំឲ្យ Gen Y គាត់មានប្រសាសន៍ថាគាត់ខំប្រឹងដែរហើយដល់ពេល Gen Z មកឲ្យលុយទៅរៀនអត់រៀនឲ្យលុយទៅសិក្សាអត់សិក្សាប៉ុន្តែជឿជាក់ថា Gen Z ដែលអង្គុយនៅនេះសិតតែ Gen Z ដែលល្អបាទ Gen Z ល្អអញ្ចឹងចង់ឃើញថា Gen Z ទូទាំងប្រទេសទូទាំងខេត្តស្រុករាជធានីបាទរួមគ្នាធ្វើអញ្ចឹងយើងផ្លាស់ប្ដូរមូលដ្ឋានដោយចាប់ផ្ដើមពីយុវជនយើងទាំងអស់គ្នាណាជឿជាក់ទាំងអស់គ្នាមកលើកចូលមួយអូខេអញ្ចឹងអរគុណច្រើនអញ្ចឹងពុកម៉ែបងប្អូនជាចុងក្រោយខ្ញុំបាទសូមធ្វើការគោរពអរគុណហើយក៏សូមធ្វើការជាការអំពាវនាវចោះបាទពុកម៉ែបងប្អូនដែលមើលឃើញពីមិនថាបងប្អូននៅតាមមូលដ្ឋានណាដែលគាត់ចូលរួមក្នុងការងារសង្គមក៏ដូចជាសប្បុរសធម៌ក៏ដូចជារួមគ្នាក្នុងការស្រឡាញ់បរិស្ថានសូមលើកទឹកចិត្តពួកគាត់ជាការ share ផ្សព្វផ្សាយ comment ល្អក៏បានដែរបើមិនជាយើងមិនថាมันមានជាការឧបត្ថម្ភអ្វីជឿជាក់ថាពាក្យ comment របស់បងប្អូនមក clear ហ្នឹងណាបងប្អូនគាត់មើលនៅក្នុងសារគាត់មានកម្លាំងចិត្តស្អែកឡើងមកធ្វើទៀតណាស្អែកឡើងមកធ្វើទៀតអញ្ចឹងសាររបស់បងប្អូននេះគឺមានអត្ថន័យណាសម្រាប់អ្នកដែលធ្វើបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមគោរពអរគុណហើយសង្ឃឹមថាស្អាងយើងគឺស្អាតអូខេពាក្យស្លោកណាអូខេអរគុណបាទបើសិនជាបងប្អូនអាចម្នាក់មកមធ្យោបាយ2លីត្រណា2លីត្រអញ្ចឹងបើសិនជាក្នុងករណីថាធ្វើបាន2សប្តាហ៍ខ្វះខាតចាំនេះមានបង
គាត់ជាក្រុមការងារខ្ញុំស្រាប់ណាប្រាប់បងជីនពៅណាហ្នឹងហើយហើយឥឡូវនេះគាត់ទទួលបានមានថាតាមរយៈការចូលរួមសកម្មភាពសហគមន៍ច្រើនណានេះសូម្បីតែមកនេះក៏យើងចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានយើងដែរតាមរយៈការផ្សព្វផ្សាយមូលដ្ឋានយើងណាហើយសូមអបអរដែរដែលបានទទួលបានការគោរពពេញចិត្តពីខាងប្រជាពលរដ្ឋនៅក្នុងឃុំស្អាងភ្នំក៏ដូចជាសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំដែលបងទទួលបានឱកាសបាទក្នុងការជ្រើសរើសជាបេក្ខភាពបាទយុវជនប្រចាំឃុំស្អាងភ្នំណាហ្នឹងហើយអញ្ចឹងតិចទៀតពួកយើងអ្នកស្អាងភ្នំចង់សិក្សាផ្នែកមេឌៀអីហ្នឹងនេះណាបាទមានរៀនច្បងនៅនឹងស្រាប់ណាកុំភ្លេចណាហ្នឹងហើយក៏ជំរាបជូនដែរថាសម្រាប់បងប្អូនខ្ញុំនឹងផ្ដល់អាហារូបករណ៍3នាក់ហ្នឹងហើយសម្រាប់ផ្ដល់ជូនជាកន្លែងស្នាក់នៅណាដោយឥតគិតថ្លៃរយៈពេល1ឆ្នាំពេញណាចឹងអាចតាក់ទងទៅជំនួយការខ្ញុំបងអូនអារិនបានសម្រាប់អ្នកដែលចាប់ទី12ទេណាហើយចឹងបងប្អូនដែលចាប់ក្រោយនឹងសម្រាប់ឆ្នាំក្រោយទៀតយើងនឹងជួបគ្នាច្រើនទៀតណាចឹងសម្រាប់បងប្អូនទី12អាចធ្វើការផ្សព្វផ្សាយបានហ្នឹងហើយខ្ញុំនឹងចូលរួមមានថាប៉ុន្តែ3នាក់ហ្នឹងដោយសារខ្ញុំផ្ដល់អាហារូបករណ៍បានចំនួនតែ10នាក់ទេលើកមុនខ្ញុំជួយតែប្រទានមានជ័យខ្លះហើយជួយបាត់ដំបងខ្លះហើយព្រៃវែងខ្លះចឹងអ្នកខេត្តកដាលយើងខ្ញុំជួយ3នាក់ដែរអញ្ចឹងបងប្អូនដែលមានរៀមច្បងឬក៏ជាពិសេសហ្នឹងចាំដល់អត្ថភាពអ្នកដែលគាត់ខ្វះខាតណាហ្នឹងហើយអញ្ចឹងហើយដូចជាជួយទូទៅយើងពិចារណាចំណាយបន្ទប់ជួលនៅភ្នំពេញដូច$50-$60ដែរបាទអញ្ចឹងហើយខ្ញុំគិតថាអានេះជាការស្មូលមួយដើម្បីក្មួយហើយទី2ហ្នឹងខ្ញុំមានគម្រោងច្រើនឆាប់ខាងមុខនេះក៏ខ្ញុំបើកថ្នាក់កុងទ័រដែលឥតគិតថ្លៃដើម្បីជួយទៅដល់បងប្អូននិស្សិតដែលគាត់មករៀនបន្តជាទូទៅត្រូវបង់ច្រើនដែរបាទអញ្ចឹងហើយខ្ញុំគិតថាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជាធនធានដ៏ល្អបាទពេលដែលទៅដល់អគារនោះនឹងអាចជួយរួមគ្នាបានដើម្បីកសាងណាខ្ញុំចង់កសាងផ្ទះមេឌៀមួយសម្រាប់និស្សិតដើម្បីឲ្យចុះទៅផ្សព្វផ្សាយគ្រប់មូលដ្ឋានអ្នកបាត់ដំបងព្រៃវែង25រាជធានីខេត្តពេលដែលយើងចប់សកលយើងចេះផ្សព្វផ្សាយគ្នាយើងខ្វះទីកសិករយើងខ្វះទីផ្សារដលងផ្សព្វផ្សាយដលងខ្វះចេកផ្សព្វផ្សាយចេកខ្វះពោតខ្វះលហុងខ្វះអីផ្សព្វផ្សាយយើងមើលឃើញឱកាសនឹងធំណាអញ្ចឹងយើងគិតថាមិនបាច់ចាំបាច់ធ្វើការងារធំដុំច្រើនទេឲ្យតែចេះប្រព័ន្ធផ្សព្វផ្សាយហ្នឹងមកហើយយើងហ៊ានផងគិតគំនិតល្អមិនក៏ដោយតែបើយើងអត់ហ៊ានធ្វើទេស្មើនឹង0ណាហ្នឹងហើយអញ្ចឹងឥឡូវនេះអូខេមុននេះខ្ញុំនឹងចូលរួមឧបត្ថម្ភឥឡូវជំហានដំបូងនេះ20លីត្រណា20លីត្រសម្រាប់ដំណើរការដំបូងហើយបើសិនជាបាទឧបត្ថម្ភសាំង20លីត្រអញ្ចឹងបងប្អូនដែលចង់អញ្ជើញមានន័យថាទៅចាក់បងប្អូនអាចអញ្ជើញទៅកន្លែងសាំងភីស្អាងយើងបានណាបាទអញ្ចឹងនៅកន្លែងសាំងភីស្អាងបងប្អូនគ្រាន់អញ្ជើញទៅបាទគឺក្រុមការងារនឹងរៀបចំបាទអញ្ចឹងអាចចាក់ទាំង2លីត្រហ្នឹងតែម្ដងក៏បានដែរពេលចប់ណាហ្នឹងហើយអញ្ចឹងអាចអញ្ជើញទៅហើយខ្ញុំនឹងរៀបចំជូនណាហើយអាចទៅមុខទៅនៅក្នុងយើងនឹងអាចមានទទួលឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងយើងដើម្បីឲ្យអ្នកធ្វើដំណើរឆ្លងកាត់ស្រួលមានន័យថាគាត់អាចលក់ថ្ងៃសៅរ៍អាទិត្យហ្នឹងគាត់អាចលក់នៅតាមមុខនឹងបានអញ្ចឹងបងប្អូនដែលមានឪពុកម្ដាយដាំបន្លែដាំអីពិបាកក្នុងកន្លែងរលក់អាចចាំមើលខ្ញុំនឹងស្នើសុំព្រោះម្ចាស់ស្ថានីយ៍ Peace ហ្នឹងគាត់ចូលរួមក្នុងការងារសង្គមច្រើនទាំងការងារកីឡាក៏ដូចជាផ្សេងអញ្ចឹងសង្ឃឹមថាយើងរួមគ្នាដើម្បីស្រុកស្អាងដូចគ្នាដែរហើយសំខាន់លើការផ្សព្វផ្សាយមានតែបងប្អូនទេគេថាខ្វះលហុងខ្ញុំនាំបងប្អូនទៅហើយណាដល់ពេលខ្វះទីផ្សារស្លឹកស្ពៃកញ្ញាញ់តែនាំបងប្អូនទៅខ្វះទីផ្សារអីនៅក្នុងស្រុកស្អាងត្រូវតែមានវត្តមានក្រុមការងារមនសិការពលរដ្ឋល្អប្រចាំវិទ្យាល័យស្អាងតិចទៀតសូមឲ្យមានប្រចាំពួកវិទ្យាល័យក្នុងស្រុកស្អាងយើងមានច្រើនដែរណាសង្ឃឹមថាវិទ្យាល័យនីមួយៗយើងនឹងអនុវត្តឲ្យមានក្រុមការងារបងប្អូនដូចបងប្អូនយើងនឹងអាចជួយទៅដល់មូលដ្ឋានណាព្រោះបងប្អូនបើជិះទៅឧទាហរណ៍ថាជិះទៅខាងត្រូវស្លាត្រូវឆ្លងទូកឆ្លងអីទៀតណាតិចទៀតទៅបងប្អូនធ្វើស្អាតទៅជួនកាលទៅទេវតាឃើញឧបត្ថម្ភស្ពានមួយអានេះការចេញពីណាការចេញពីបងប្អូនណាឥឡូវយើងធ្វើនាំគ្នាផ្សព្វផ្សាយណាចូលផ្សព្វផ្សាយធ្វើមិនឲ្យកន្លែងនេះល្បីជួនកាលកន្លែងនេះល្បីឪពុកម្ដាយយើងមានលទ្ធភាពឪពុកម្ដាយមានលទ្ធភាពមានថាយើងប្រទេសយើងជ្រកក្រោមមលុបសន្តិភាពហើយមលុបរាជរដ្ឋាភិបាលអញ្ចឹងបងប្អូននៅពេលដែលឃើញថាមានគុណតម្លៃល្អយើងអាចធ្វើបានហើយឪពុកម្ដាយយើងមានលទ្ធភាពមានថារាជរដ្ឋាភិបាលយើងមានលទ្ធភាពគាត់នឹងសិក្សាក្នុងការសាងសង់ស្ពានអញ្ចឹងវាឱកាសធំមែនទែនឧទាហរណ៍ស្ពានជួយទាំងក្មួយចាស់ជរាផ្សេងអញ្ចឹងចាប់ផ្ដើមពីពួកយើងឥឡូវនេះពួកយើងដូច hero បើប្រៀបធៀបទៅដូច Superman អញ្ចឹងហ្នឹងហើយធ្វើមិនក៏សាប៉ុន្តែគាត់ថាអាផ្លូវដែលពួកយើងដើរហ្នឹងមិនមែនត្រឹមតែមួយថ្ងៃពីរថ្ងៃឃើញលទ្ធផលទេដើរឲ្យឃើញរហូតណាហ្នឹងហើយឆ្ងាយវាដូចជាការសម័យមួយអញ្ចឹងប៉ុន្តែ
សម័យហ្នឹងមានការចូលរួមឥឡូវនេះពួកយើងមានការចូលរួមហ្នឹងហើយមានការចូលរួមដូចខ្ញុំស្ម័គ្រចិត្តក្នុងការចូលរួមបងប្អូនមានឱកាសចាំមើលយើងអាចបង្កើតកម្មវិធីមួយឬសម្រាប់រយៈពេល1គីឡូជុំវិញហ្នឹងហ្មងណាហ្នឹងហើយអញ្ចឹងសង្ឃឹមថាអ្នកដែលចង់ចូលរួមកុំភ្លេចអាចចូលរួមបានណាអូខេអញ្ចឹងឥឡូវនេះសូមចូលរួមជាទី1យើងថតក្នុងការផ្សារភ្ជាប់ជាមួយយសដែលបានចូលរួមក្នុងការឧបត្ថម្ភក្នុងសកម្មភាពនេះបាទអូខេតោះចឹងជាចុងក្រោយខ្ញុំបាទសូមគោរពអរគុណសូមគោរពជម្រាបលា Just ជាមួយ សាងយើងសតយេ